អ្នកស្រុកខាងប្តីរបស់ខ្ញុំនេះប្តីខ្ញុំបោកខោអាវពីលើហើយយាយក៏ធ្វើមន់ពីក្រោមពេលឃើញទស្សនវិជ្ជាបែបហ្នឹងមានអារម្មណ៍ថាវារឿងកកិច្ចមែនតើតែបើបងប្អូនមើលជាក់ស្ដែងទៅបានដឹងថាទឹកហ្នឹងហូរចេញទៅឡើង3កន្លែងទឹកហ្នឹងមើលទៅវាអត់សូវថ្លាយ៉ងដូចរាល់ដងដោយសារតែទៅតែភ្លៀងហើយមួយម៉ែធំបងប្អូនហ្នឹងកូនសម្រាប់ឲ្យមេឃរៀងក្តៅប្តីខ្ញុំក៏ចាប់ផ្ដើមយកខោអាវមកបោកនៅនឹងទឹកស្ទឹងហ្នឹងតែម្ដងបងមានចាប់អារម្មណ៍អត់ពួកខ្ញុំបោកខោអាវនៅខាងលើហើយយាយគាត់ធ្វើមន់នៅខាងក្រោមដល់ពេលអញ្ចឹងបងប្អូនប្រកាសจะគិតថានៅពេលដែលខ្ញុំបោកខោអាវនៅខាងលើអញ្ចឹងទឹកពពុះសាប៊ូដែលខ្ញុំលាងហ្នឹងគឺទៅដល់កន្លែងមន់របស់យាយនៅខាងក្រៅតាមពិតទៅគឺអត់ទេបងប្អូនទាំងអស់គ្នាទឹកហ្នឹងគឺបែងចែកឡើងពីរកន្លែងបងប្អូនឃើញទឹកហូរនេះអត់ទឹកហូរនេះគឺនៅពេលដែលខ្ញុំបោកខោអាវហើយហ្នឹងគឺវាហូរចូលទៅតម្លាក់ទៅខាងក្រៅណៃអ៊ីនេះក៏គាត់បោកខោអាវដែរប៉ុន្តែក៏គាត់បោកខាងលើមន់នឹងដែរបងប្អូនទាំងអស់គ្នាប៉ុន្តែទឹករបស់គាត់ក៏ហូរតម្លាក់ទៅខាងក្រៅដែរឯខាងយាយគាត់ធ្វើមន់ទឹករបស់គាត់ហូរទៅមកប៉ែកទៀតណោះទេណាមិញខ្ញុំគិតថាការលាងមន់នៅកន្លែងស្ទឹងបែបហ្នឹងខ្ញុំមានអារម្មណ៍ថាវាអត់សូវមានអនាម័យបងប្អូនភាគច្រើនគឺគេតែងតែបោកខោអាវគេកម្រយកមន់មកធ្វើនៅហ្នឹងយាយប្រហែលជាគាត់ចង់សំចៃឬគាត់គិតមិនអីគាត់ទេបងប្អូនទាំងគ្នាបានយកមកមន់មកធ្វើនៅឡើងទឹកស្ទឹងហ្នឹងពួកខ្ញុំការបោកខោអាវលុះត្រាតែមេឃក្តៅអីអញ្ចឹងទៅឃើញអាកាសធាតុល្អតនេអញ្ចឹងក៏ចាស់តែមកអង្គុយលេងនៅហ្នឹងគឺហូរគួចខ្លាំងមែនតែនក្មេងៗគឺអត់អាចមកលេងនៅហ្នឹងបានទេលុះត្រាតែមានមនុស្សចាស់មកជាមួយតែមកដល់ផ្ទះភ្លាមគឺម៉ែក្មេងល្អូដាក់ហ្មងគាត់ថាបាត់ទៅណាមកប្រើមនុស្សប្រើធ្វើម្ហូបមិនបានខ្ញុំថាម៉ែចាំមកផ្លែតសិនណាខ្ញុំញ៉ាំជាមួយវីតាមីន NAD+ មួយសិនតែព្រឹកមិញហូបបាយពេលព្រឹកហើយគឺផ្លេចញ៉ាំដល់ពេលថ្ងៃហ្នឹងគឺញ៉ាំពៅតែម្ដងវីតាមីន Skin Young គឺជាប្រភេទវីតាមីននៅក្នុងការជួយពជាភាពខាងបំផុតផ្ដោតទៅលើការជួសជុល DNA ដែលមាននៅក្នុងខ្លួនក្រៅពីហ្នឹងគឺជួយសុខភាពស្បែកសុខភាពភ្នែកក៏ជួយដល់ការចងចាំរបស់យើងឲ្យចងចាំបានល្អដែរវីតាមីន Skin Young ពជាភាពចាស់នេះគឺជាផលិតផលរបស់អាមេរិកដែលមានក្រសួងសុខាភិបាលត្រួតពិនិត្យត្រឹមត្រូវហើយបងប្អូនអាចធ្វើការទុកចិត្តនៅក្នុងការប្រើប្រាស់ជំនួយសុខភាពជាប្រចាំថ្ងៃបាននិយាយពីសម្លេងសោភានារីវិញគឺថាមនុស្សស្រីមួយណាក៏ត្រូវការប្រើដែរប្រើជាប្រចាំខែហ្មងសម្លេងសោភានារីគឺជាភេទសម្លេងដែលផ្សំចេញពីកប្បាសដែលមានសមត្ថភាពនៅក្នុងការជ្រាបទឹកបានលឿនអត់ហប់ជាប្រសាសនឹងប្រើទៅមានអារម្មណ៍ថាស្រស់ស្រាយក្នុងមួយប្រអប់គេមានរហូត10ប្រទេសបានជាពីតម្លៃវិញកាន់តែសមរម្យម៉ែក្មេងក៏ថាបាត់ឡើងមកព្រឹកនាំកូននាំចៅប្តីប្រពន្ធនាំគ្នាទៅបោកខោអាវបានមួយចានដែកអាបោកខោអាវមួយជុំឲ្យងុំគឺថាចង់ទៅមើលទៅលេងទេសភាពនឹងតែម្ដងឥឡូវនឹងមកដល់ផ្ទះថ្ងៃហ្នឹងថ្ងៃបន់ផងបងប្អូនតោះគ្នាបន់ញ៉ាំនំចាស់ប្តីខ្ញុំមិនមែននំចាំងទេអានេះគឺញ៉ាំនំគោរបស់ខ្ញុំធ្វើពីម្សិលហ្នឹងក៏ចោលប្រាប់ខ្ញុំគាត់ថាមានអីឃើញអីប្លែកអត់មើលមុនដំបូងមើលអត់ដឹងទេបងប្អូនមើលដឹងអត់ហ្នឹងហើយមុខគេឡើងគួរឲ្យខ្នាញ់បងប្អូនទាំងអស់គ្នាម៉ែក្មេកខ្ញុំក៏ខ្លាចទេខ្ញុំចិត្តតែឆ្ងល់ថាអីផ្កានៅមុខផ្ទះរបស់ខ្ញុំនឹងគឺមានអារម្មណ៍ថាដូចកន្ទប់ផ្សេងអញ្ចឹងហើយបងប្អូនទាំងអស់គ្នាឯងទៅពិនិត្យមើលទៅឡើង5 6តកៅឥឡូវម៉ែក្មេករបស់ខ្ញុំគាត់ចាប់ផ្ដើមចាប់ម្ដងមួយយកមកឲ្យឆ្មាសំខាន់ឆ្មានឹងអត់ស៊ីទៀតដល់បងប្អូនតគ្នាខ្ញុំអស់សំណាច់គឺអស់សំណាច់ឪក្មេករបស់ខ្ញុំគាត់អ្នកដាំបន្លែដាំផ្កាដល់ពេលគាត់ឃើញតកៅគាត់ខ្លាចបងប្អូនមើលស្រាចំការពិតប៉ុន្តែគាត់ខ្លាចតកៅជាងខ្ញុំទៀតថ្ងៃបន់ញ៉ាំនំចាំងជាទូទៅអ្នកផ្ទះនីមួយៗគឺគេតែងតែធ្វើម្ហូបយ៉ាងហោចណាស់ក៏12មុខដែរតែនៅក្នុងផ្ទះខ្ញុំថ្ងៃហ្នឹងគឺធ្វើម្ហូបញ៉ាំបែបធម្មតាដោយសារតែពួកខ្ញុំបន់ឬក៏មិនបន់គឺបែបហ្នឹងថ្ងៃណាចង់ហូបច្រើនក៏ធ្វើទៅថ្ងៃណាអត់ចង់ក៏ធម្មតាបែបហ្នឹងប៉ុន្តែអ្នកតបន់របស់ខ្ញុំជាទូទៅគឺត្រូវតែញ៉ាំជាមួយនឹងនំចាំងនេះហើយម្ហូបថ្ងៃហ្នឹងគឺគេធ្វើច្រើនមកក៏ជាទូទៅគ្រប់ផ្ទះទាំងអស់លើកលែងតែផ្ទះខ្ញុំទេផ្ទះខ្ញុំម៉ែក្មេកថ្ងៃហ្នឹងគឺស្ងោរមាន់បងប្អូនទាំងគ្នាហើយនឹងធ្វើម្ហូបបែបធម្មតាទេតែបើថាមានជាងមានអីមកភ្ញៀវមកហ្នឹងគាត់ធ្វើម្ហូបតែតំណមគេថ្ងៃហ្នឹងគឺធ្វើមិនឲ្យញ៉ាំបាយជុំគ្នាមានម៉ែក្មេកឪក្មេកតែម៉ែក្មេកខ្ញុំអត់តន់ឃើញមកដល់នោះកូនភាសាឪក្មេកនឹងគេថាដាក់មុនហើយរដងអញ្ចឹងជួនកាលខ្ញុំរវល់អញ្ចឹងម៉ែក្មេកញ៉ាំមុនជួនកាលឪក្មេកញ៉ាំមុនទៅប៉ុន្តែថ្ងៃហ្នឹងគឺដាច់ខាត់ត្រូវអង្គុយតុកញ៉ាំជុំបាយជាមួយគ្នាអញ្ចឹង